កូនស្រីខ្ញុំក៏មកសួរខ្ញុំថាម៉ាក់ឥឡូវមិនក៏មកឯងឈប់ធ្វើនំបញ្ចុកក្រៀមឆាញ៉ាំអញ្ចឹងចាជំរាបសួរសួស្ដីបងប្អូនខ្ញុំធ្វើម្ហូបពេលខ្លះតតកូននៃប្តីអីគាត់សួរថាមិនក៏ឈប់ធ្វើម្ហូបនេះមិនក៏ឈប់ធ្វើម្ហូបនោះភ្លេចដែរបងប្អូនមានពេលខ្លះយើងធ្វើម្ហូបយូរទៅក៏មានពេលភ្លេចពេលអីខ្លះដែរមិនអត់សោះទេម្ហូបខ្លះក៏នឹកឃើញធ្វើឲ្យពួកគាត់ញ៉ាំទៅម្ហូបខ្លះហ្នឹងក៏មានពេលភ្លេចធ្វើឲ្យគាត់ញ៉ាំហើយនំបញ្ចុកក្រៀមឆានេះប្តីខ្ញុំឲ្យកូនខ្ញុំពួកគាត់ចូលចិត្តញ៉ាំណាស់ចេះភ្លេចទៅកើតខ្ញុំខានធ្វើញ៉ាំយូរដែរហើយនេះដូចជាច្រើនអាទិត្យហើយអីនឹងកូនខ្ញុំពួកគាត់ចូលចិត្តញ៉ាំនំបញ្ចុកក្រៀមឆាណាហើយព្រឹកនេះកូនស្រីគាត់រំលឹកអញ្ចឹងក៏ខ្ញុំមកធ្វើនំបញ្ចុកក្រៀមឆាឲ្យគាត់ញ៉ាំមុននឹងរៀបចំឆានំបញ្ចុកក្រៀមខ្ញុំយកនំបញ្ចុកហ្នឹងទៅត្រាំទឹកសិនត្រាំវាមកស្ទក់វារីកល្មមហើយខ្ញុំក៏ស្រង់វាចេញហើយលាងទឹកវាឲ្យស្អាតអញ្ចឹងទៅរួចក៏ទុកវាមកដុំសិនរួចហើយខ្ញុំមកលាយគ្រឿងទេសវិញម្ដងគ្រឿងទេសនោះខ្ញុំមានដូចជាស្ករសម្សៅស៊ុបនិងប្រេងខ្យងទឹកស៊ីអ៊ីវបន្តិចទៅរួចខ្ញុំចាក់ទឹកសយើងចូលទៅបន្តិចកូរវាសព្វតែប៉ុណ្ណឹងយើងទុកវាម្ដុំសិនខ្ញុំឆាមីឆានំបញ្ចុកក្រៀមទេខ្ញុំចូលចិត្តលាយគ្រឿងទេសឲ្យហើយស្រាប់បែបនេះវាងាយស្រួលខ្ញុំឆាទៅគ្រឿងហ្នឹងវាសព្វចូលគ្នាបានល្អវាអត់នៅដុំដូចយើងដាក់ម្ដងមួយមុខទេចាបន្លែសាច់អីហ្នឹងខ្ញុំរៀបចំរួចរាល់អស់ហើយឥឡូវខ្ញុំមករៀបចំចៀនពងមាន់ខ្ញុំមុនសិនចៀនពងមាន់រួចរាល់អស់ហើយឥឡូវខ្ញុំមកដាក់ខ្ទឹមលីងឲ្យឈ្ងុយចាក់សាច់ចូលទៅឆាសាច់ហ្នឹងឲ្យវាឆ្អិនបន្តិចខ្ញុំចាក់បន្លែហ្នឹងចូលទៅឆាបន្លែរៀងធំបន្តិចទៅខ្ញុំក៏ដាក់នំបញ្ចុកក្រៀមនឹងចូលទៅឆាទៅឆាវាមកត្រឡប់ពីត្រឡប់ទៅហើយរួចហើយខ្ញុំក៏ដាក់គ្រឿងទេសដែលខ្ញុំលាយឲ្យមុនហ្នឹងដាក់វាចូលចឹងទៅខ្ញុំធ្វើបែបនេះទៅពេលដែលយើងឆាទៅគ្រឿងនឹងវាសព្វបានល្អវាអត់ដូចយើងដាក់ម្ដងមួយមុខទេពេលដែលយើងដាក់គ្រឿងម្ដងមួយមុខពេលខ្លះទៅវាអត់សព្វបានល្អវានៅដុំខ្ញុំលាយឲ្យស្រាប់អញ្ចឹងយកមកឆាទៅគ្រឿងនឹងវាសព្វគ្នាបានល្អហើយពេលដែលយើងឆាទៅដឹងតែញ៉ាំទៅឆ្ងាញ់ហើយវាអត់មានម្ដុំប្រៃម្ដុំផ្អែមទេឆានំបញ្ចុកក្រៀមនឹងឆ្អិនហើយខ្ញុំក៏ចាក់ពងមាន់ដែលខ្ញុំចៀនមុននឹងចាក់វាចូលទៅខ្ញុំឆាវាមកត្រឡប់ពីត្រឡប់ទៀតទៅតែប៉ុណ្ណឹងគឺថាឆ្អិនរួចរាល់ហើយគ្រាន់តែឆ្អិនហើយភ្លាមហ្នឹងកូនខ្ញុំក៏សួរថាម៉ាក់ឆ្អិនហើយនៅ